ខ្លួនតូចតែក្លឹមនេះគឺជាខ្លាឃ្មុំទឹកសត្វដែលមិនចេះស្លាប់ខ្លាឃ្មុំទឹកគឺជាសភាវៈរស់ដ៏អស្ចារ្យបំផុតមួយដែលវិទ្យាសាស្ត្របានរកឃើញបើទោះបីជាវាមានទំហំតូចប្រហែលជា 0.5 មីលីម៉ែត្រប៉ុន្តែរចនាសម្ព័ន្ធរាងកាយរបស់វាគឺខុសប្លែកពីសត្វដទៃវាមានទំហំតូចខ្លាំងដែលយើងត្រូវការមើលវាដោយមីក្រូទស្សន៍ដើម្បីឃើញវាច្បាស់វាមានជើង8និងមានកញ្ចក់តូចៗដែលមើលទៅដូចជាក្រញាំខ្លាឃ្មុំហេតុនេះហើយទើបគេដាក់ឈ្មោះវាថាខ្លាឃ្មុំទឹកអាចកំបាំងនៃការមិនចេះស្លាប់របស់វានៅពេលដែលបរិស្ថានជុំវិញប្រែជាអាក្រក់ខ្លាំងដូចជាគ្មានទឹកនិងកម្ដៅខ្លាំងខ្លាឃ្មុំនឹងបញ្ចេញទឹកចេញពីខ្លួនរបស់វាស្ទើរតែទាំងអស់ហើយរួញខ្លួនទៅជាដុំតូចមួយតែយើងអាចឃើញវានៅឯណាលោកអ្នកមិនចាំបាច់ទៅដល់លំហអាកាសឬបាតសមុទ្រដើម្បីរកវានោះទេពួកវាចូលចិត្តរស់នៅស្រទាប់ទឹកស្ដើងលើស្លែយើងអាចរកឃើញវានៅសួនក្រោយផ្ទះប្រសិនបើលោកអ្នកយកស្លែមកត្រាំទឹកហើយមើលតាមមីក្រូទស្សន៍លោកអ្នកប្រកាសជាឃើញពួកវាដើរតេះតាសមិនខានខ្លាឃ្មុំទឹកវាអាចរស់នៅបានទាំងក្នុងទឹកកកនិងក្នុងទឹកពុះនេះបង្ហាញថាការចេះបត់បែនតាមមជ្ឈដ្ឋានជុំវិញខ្លួនគឺជាគន្លឹះនៃភាពជោគជ័យមនុស្សដែលពូកែបត់បែនគឺជាមនុស្សដែលមិនងាយនឹងត្រូវបរាជ័យកំចាត់បានឡើយបើសិនជាបងប្អូនមិនទាន់បានធ្វើការ like និង follow page សូមបងប្អូនធ្វើការ like និង follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសូមអរគុណវីដេអូនេះដំណើរការបានទៅដោយ V Cafe ឈ្ងុយឆ្ងាញ់លើសពីកាហ្វេធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺអាចញ៉ាំបានជួយសម្រួលដល់សរសៃឈាមបេះដូងលើសជាតិខ្លាញ់ជាតិអាស៊ីតនាំចូលពីប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Voten International ទំនាក់ទំនងលក់ដុំនិងរាយតាមរយៈ Facebook Page និង Telegram នៅខាងក្នុងវីដេអូ